មុនចូលទៅដល់សាច់រឿងរបស់យើងសូមជួយចុច Like and Subscribe ឲ្យជាម្នាក់មួយផងសួស្តីបាទខ្ញុំសូមនិយាយរឿងកាលពីខ្ញុំនៅកំឡោះនៅអាយុប្រហែល14ឆ្នាំខ្ញុំរៀននៅថ្នាក់ទី9នៅវិទ្យាល័យវត្តកោះខ្ញុំមិនសូវមានមិត្តស្និទ្ធស្នាលទេខ្ញុំមានមិត្តតែ7នាក់ដែលទៅណាយើងទៅជាគ្នារហូតក្រោយមកខ្ញុំនិងមិត្តខ្ញុំឧស្សាហ៍ទៅមើលរឿងសិចណាស់ទៅមើលនៅផ្សារសិល្បហើយជួនកាលខ្ញុំមិនទៅរៀនទេនាំគ្នាទៅមើលរឿងសិចមានមួយថ្ងៃខ្ញុំបានស្គាល់មិត្តម្នាក់ឈ្មោះធីអាយុប្រហែលគ្នាជាមិត្តល្អរបស់ខ្ញុំឧស្សាហ៍ទៅលេងផ្ទះគេណាស់ម្ដាយមិត្តខ្ញុំជាមនុស្សចិត្តល្អហើយគាត់ពូកែធ្វើម្ហូបឆ្ងាញ់ណាស់ខ្ញុំចូលចិត្តម្ហូបដែលគេធ្វើណាស់ធីជាមិត្តខ្ញុំគាត់ជាកូនអ្នកមានហើយមានតែម្នាក់គេម្នាក់ឯងដូច្នេះម្ដាយធីស្រឡាញ់ធីណាតែខ្ញុំមិនដែលឃើញប៉ាធីទេគាត់ថាប៉ាគាត់ទៅធ្វើការនៅប្រទេសថៃមិនដែលមកផ្ទះទេធីនៅតែ2នាក់ម្ដាយទេម្ដាយធីគាត់ចាស់មែនតែស្អាតណាស់ព្រោះគាត់ថែខ្លួនឲ្យស្អាតមែនថ្ងៃមួយធីមិនបានមករៀនទេខ្ញុំទៅលេងផ្ទះធីចង់ដឹងថាធីកាត់អីបានមិនមករៀនតាមពិតធីឈីទើបមិនបានទៅរៀនថ្ងៃនោះមានភ្លៀងយ៉ាងខ្លាំងម៉ោង9:50យប់នៅមិនទាន់ឈប់ភ្លៀងទៀតដូច្នេះនៅយប់នោះម្ដាយធីគាត់ខាត់ឲ្យខ្ញុំនៅដេកផ្ទះគាត់មួយយប់ទៅខ្ញុំក៏ដេកនៅផ្ទះធីនៅយប់នោះម្ដាយធីធ្វើភ្លាសាច់គោនិងស្ងោរជ្រក់សាច់មាន់ខ្ញុំបានញ៉ាំបាយជាមួយម្ដាយធីនិងផឹកកូកាកូឡាតែម្ដាយធីគាត់ផឹកស្រាបៀរដំរីខៀវរបស់ថៃឆាំងម្ដាយធីគាត់សួរខ្ញុំថាចេះផឹកស្រាបៀរទេខ្ញុំថាមិនចេះទេគាត់ថាចង់ផឹកទេខ្ញុំថាចាំថ្ងៃអាទិត្យចាំខ្ញុំផឹកយប់នេះខ្ញុំមិនផឹកទេនៅយប់នោះខ្ញុំបានដេកបន្ទប់មួយតែម្នាក់ឯងខ្ញុំដេកមិនលក់ក៏ហើយងើបទៅរកទឹកផឹកខ្ញុំបានដើរកាត់បន្ទប់ម្ដាយធីមើលឃើញបន្ទប់ម្ដាយធីមិនទាន់បិទភ្លើងខ្ញុំបានទៅមើលតាមពិតម្ដាយធីគាត់កំពុងមើលរឿងចុយគ្នាសិចខ្ញុំក៏ចង់មើលដែរតែមិនហ៊ានប្រាប់គាត់ថាចង់មើលរឿងចុយនោះដែលខ្ញុំបានឈរតាមប្រហោងតូចនៅទីនោះទាំងកខឹងហើយចង់ចុយផងខ្ញុំបានលូកដៃលេងกับខ្លួនឯងរហូតបន្ទាប់មកម្ដាយធីគាត់បានបិទហើយឈប់មើលខ្ញុំក៏មកដេកម្នាក់ឯងលេងរហូតដេកលក់យប់មិញខ្ញុំពិបាកណាស់ពីថ្ងៃក្រោយខ្ញុំបានមកលេងទៀតគឺថ្ងៃអាទិត្យមកដល់ធីមិនបាននៅផ្ទះទេនៅតែម្ដាយធីខ្ញុំមកលេងម៉ោង6:15ល្ងាចហើយខ្ញុំបានសួរមកម្ដាយធីថាធីទៅណាមិនឃើញគាត់ថាធីបានទៅលេងផ្ទះប្អូនគាត់នៅច្បារអំពើគាត់ថាថ្ងៃនេះញ៉ាំបាយហើយចាំទៅផ្ទះណាខ្ញុំបានថាបាទហើយម៉ោង7:15នាទីម្ដាយធីហៅខ្ញុំមកញ៉ាំបាយនៅយប់នោះមានម្ហូបច្រើនមែនមានមឹកឆាំរៃខ្ចីមានបង្គាខ្លះសេទឹកកកមានងាវស្រស់និងភ្លាសាច់គោសំខាន់គឺស្រាបៀរនៅលើតុខ្ញុំពិតជាសប្បាយចិត្តណាស់នៅយប់នោះម្ដាយធីគាត់យកកែវមានស្រាបៀរឲ្យខ្ញុំញ៉ាំមកខ្ញុំញ៉ាំហើយថាខ្ញុំមិនចេះផឹងផងអ្នកមីងម្ដាយធីថាផឹកបន្តិចមិនអីគេខ្ញុំក៏ទទួលកែវពីម្ដាយធីមកផឹកតាមពិតមិនឆ្ងាញ់ទេមិនដែលផឹកស្រាបៀរផងមួយម៉ោយក្រោយខ្ញុំមានអារម្មណ៍ថាស្រវឹងហើយតែម្ដាយធីនៅតែឲ្យខ្ញុំផឹកឲ្យអស់ពី10សិនចាំឈប់ពីក្រោយមកខ្ញុំស្រវឹងមែនដើរទៅបន្ទប់មិនកើតទេម្ដាយធីគាត់បានមកជួយគ្រីខ្ញុំទៅនោមមានអារម្មណ៍ថានៅពេលម្ដាយធីគ្រីខ្ញុំជាក្រអូបមែនហើយខ្ញុំឈរនោមមិនកើតទេព្រោះម្ដាយធីគាត់ឈរចិត្តខ្ញុំបានកាន់កណោមម្ដាយធីគាត់ឈរមើលក៏ខ្ញុំហើយសាច់ដាក់ខ្ញុំគាត់ថាអាយុត្រឹម14ឆ្នាំតែកំភ្លើងពិតជាធំដូចរបស់មនុស្សចាស់ចឹងខ្ញុំអៀនបន្តិចហើយសាច់ទៅម្ដាយធីហើយខ្ញុំថាមិនតន់ធំដូចនៅក្នុងរឿងសិចម្ដាយធីបានឲ្យខ្ញុំងូតទឹកគាត់យកកន្សែងឲ្យខ្ញុំជូតខ្លួនគាត់ឈរមើលខ្ញុំហើយសួរថាក្មួយបានមើលរឿងចុយគ្នាមានអារម្មណ៍ចង់ចុយអត់ហើយធ្លាប់ដែលបានចុយអត់លោកឃើញការដួយរបស់មនុស្សស្រីទេខ្ញុំបានថាមិនធ្លាប់ចុយមិនដែលឃើញការដួយទេធ្លាប់តែឃើញនៅក្នុងរឿងម្ដាយធីគៀតសាច់ហើយសួរថាចង់មើលការដួយទេហើយចង់ចុយទេខ្ញុំថាចង់តែគ្មានអ្នកណាឲ្យមើលឲ្យចុយទេគាត់សាច់ចាំណាបើក្មួយមិនប្រកាន់ថាមេងចាស់មីងឲ្យមើលម្ដងចង់មើលអត់ខ្ញុំក៏ថាមេងស្អាតហើយចិត្តល្អទៀតខ្ញុំពិតជាមានសំណាងហើយដែលបានមើលការដួយមីងឲ្យខ្ញុំមើលបន្តិចផងខ្ញុំពិតជាចង់ស្គាល់ណាស់មីងថាចាំមីងងូតទឹកសិនណាក្រោយមកមីងម្ដាយធីបានដើរមកទាំងពាក់រូបស្ដើងមើលឃើញដល់ការដួយមីងមិនស្លៀកលីអូមិនបានពាក់អាវក្នុងដែលខ្ញុំគ្រាន់តែឃើញភ្លាមមកខ្ញុំខឹងហើយរឹងខ្លាំងណាស់ខ្ញុំនិយាយថាអ្នកមីងពិតជាស្អាតមែនស្អាតណាស់សាច់មិញសហើយរលងមាត់ហើយក្រអូបទៀតមីងនិយាយលេងថាក្មួយប្រុសខឹងមីងមែនខ្ញុំថាមានខឹងមីងណាម្ដាយធីថារបស់ក្មួយខឹងមីងហើយខ្ញុំបានសុំមីងអោបហើយសុំថើបនិងសុំមីងដោះរូបចេញមីងបានធ្វើតាមចិត្តក្មួយចង់ធ្វើអីក៏បានខ្ញុំបានអោបហើយថើបមីងក្រោយមកខ្ញុំបានសោយរូបមីងហើយខ្ញុំបានឃើញការដួយដ៏ស្អាតមើលទៅដូចជាដីដែលមានជីវជាតិណាស់មានស្មៅដុះនៅលើការដួយគ្រាន់តែឃើញខ្ញុំពិតជាលិតចង់លីតការដួយមីងខ្លាំងណាស់ខ្ញុំបានសម្លឹងមើលដោះគួរឲ្យចង់បើណាស់ដោះមីងពិតជាស្អាតណាស់ហើយធំមែនធំចង់ពន់ផ្លែល្ហុងមើលដោះមីងហើយមាត់ពិតជាចង់ថើបណាស់ខ្ញុំបានសូមមីងថាចង់ធ្វើដូចនៅក្នុងរឿងសិចមីងថាបានថ្ងៃនេះក្មួយចង់ធ្វើអ្វីក៏បានមីងមិនថាអីទេតាមចិត្តក្មួយខ្ញុំបានថើបហើយបិទមាត់ហើយដៃខ្ញុំបានអង្អែលនឹងស្រវាលចាប់ដោះទាំងគូខ្ញុំបានថាពកនឹងថើបចុះមកក្រោមដល់ដោះធំទាំងប៉ើម្ខាងនិងច្រវាច់លេងម្ខាង
ធ្វើឲ្យម្ដាយទីស្រែកថាស្រួលណាស់ក្មួយមីងពូកែណាស់ខ្ញុំថើបនឹងបើដោះរហូតឆ្អែតទើបខ្ញុំបានទីអ្នកមីងដេកទៅលើគ្រែចាំខ្ញុំលិតការដួចម្ដងតើឆ្ងាញ់អត់ព្រោះមីងខ្ញុំចង់ស៊ីងីឆាម្ដងតើមានរសជាតិអត់ខ្ញុំបានឲ្យមីងហែកជើចេញពិតជាស្អាតណាស់គឺការដួយធំនៅកណ្ដាលមើលទៅដូចជាចង់ជួយណាស់ខ្ញុំបានថើបកំភ្លើហើយថើបទៅលើដល់ងាវឆាពិតជាឆ្ងាញ់មែនខ្ញុំប្រើអណ្ដាតលិតចូលក្នុងការដួយធ្វើឲ្យមីងស្រែកស្រួលណាស់ក្មួយលិតកន្លែងនឹងហើយស្រួលណាស់ខ្ញុំលិតផងបឺតផងរហូតមានទឹកចេញមកហើយខ្ញុំបានបឺតទឹកលិតរហូតខ្ញុំអស់ចិត្តមីងថាក្មួយពូកែមែនចាំមីងសឹអ៊ីការ៉ែមក្មួយវិញម្ដាយទីចាប់គិតខ្ញុំហើយថាកក្មួយធំហើយវែងទៀតគាត់បានបៀមកខ្ញុំតាមពិតស្រួលណាស់មីងបៀមដល់គល់កខ្ញុំម្ដាយទីបានថាពីជើងដល់ក្បាលខ្ញុំហើយគាត់ចូលចិត្តណាស់ម្ដាយទីបៀមអស់ចិត្តបានឲ្យខ្ញុំដេកហើយគាត់អង្គុយពីលើគាត់បានចាប់កខ្ញុំដាក់ចូលក្នុងការដួយគាត់បានអុកខ្លាំងហើយស្រែកក្មួយមីងស្រួលណាស់ខ្ញុំបានថាក្មួយក៏ស្រួលដែរការដួយមីងជួយស្រួលណាស់ការដួយមីងធំជួយស្រួលណាស់មីងរែងផងអុកផងបានបន្តិចខ្ញុំបានចេញទឹកបាញ់ចូលក្នុងការដួយមីងដេកអោបខ្ញុំគៀតថាចង់ចេញទៀតទេខ្ញុំថាចង់25នាទីក្រោយមីងបានបៀមកខ្ញុំទៀតខ្ញុំបានជួយម្ដាយទីរហូត7ដងនៅយប់នោះខ្ញុំមិនបានដេកទេម្ដាយទីគាត់ចូលចិត្តជួយចាប់ពីពេលនោះមកខ្ញុំមកដេកផ្ទះទីគឺបើចង់ជួយខ្ញុំម្ដាយទីមិនប្រកែកម្ដងណាឡើយខ្ញុំបានជួយរហូតដល់ថ្នាក់ទី10ទើបមកម្ដាយទីត្រូវទៅប្រកូរ៉េខ្ញុំក៏មិនដែលបានជួបទីនឹងម្ដាយទីទៀតសូមចប់តែប៉ុណ្ណេះចាំលើកក្រោយមានរឿងថ្មីទៀតណា